បងប្អូនបានមួយមុខនេះញ៉ាំទៅដឹងតែបើកម្លាំងតែម្ដងមានកម្លាំងព្រឺបងប្អូនចាទៅធ្វើការធ្វើស្រូវធ្វើអីហ្នឹងឡើងមកវិញអស់កម្លាំងដាក់ទៅមានកម្លាំងគឺទៅធ្វើទៀតតែម្ដងចាបងប្អូនថ្ងៃហ្នឹងគឺម្ហូបថ្មីហើយរសជាតិឆ្ងាញ់ចាគឺស្ងោរស៊ុបប៉េងប៉ោះបងប្អូនស្ងោរស៊ុបកោះមាន់គ្រឿងក្នុងមាន់សម្រាប់វីដេអូនេះពុកម៉ែបងប្អូនដែលអត់ធ្លាប់បានធ្វើអាចទស្សនាវីដេអូនេះខ្ញុំពីដើមរហូតដល់ចប់បានដើម្បីដឹងពីរបៀបធ្វើគ្រឿងផ្សំធ្វើតើការធ្វើរបស់នេះខ្ញុំនឹងខុសពីពុកម៉ែបងប្អូនធ្វើដែរឬទេចាអញ្ចឹងបងប្អូនត្រូវតែទស្សនាពីដើមរហូតដល់ចប់អញ្ចឹងណាមុននឹងទៅការមើលគ្រឿងផ្សំរបស់នេះខ្ញុំតើគ្រឿងផ្សំនឹងមានអ្វីខ្លះហើយការធ្វើរបស់នេះខ្ញុំខុសពីពុកម៉ែបងប្អូនធ្វើដែរទេបងប្អូនចូលទៅ Subscribe លើ Channel YouTube នេះខ្ញុំម្នាក់មួយផងណាហើយប្រសិនបើពុកម៉ែបងប្អូនពេញចិត្តនៅវីដេអូនេះកុំភ្លេច Like ឬក៏ Share អញ្ចឹងទៅចាបងប្អូនតើឥឡូវទៅទស្សនាគ្រឿងផ្សំទាំងអស់គ្នាតែម្ដងតើសម្លដែលនាងខ្ញុំថាញ៉ាំទៅបើកម្លាំងហើយមានរសជាតិឆ្ងាញ់ហើយគ្រឿងផ្សំអត់មានអ្វីច្រើនតើអ្វីខ្លះបងប្អូនហើយការធ្វើរបស់នាងខ្ញុំខុសពីពុកម៉ែបងប្អូនធ្វើដែរឬទេតើទស្សនាទាំងអស់គ្នាចាបងប្អូនមុខម្ហូបនៅថ្ងៃហ្នឹងគឺបន្លែដែលនាងខ្ញុំត្រូវបន្ថែមនេះគឺមានតែប៉េងប៉ោះហើយនឹងផ្សិតច្បើងយើងទេណាបងប្អូនចាហើយមានជីអង្វងsorry មានម្អមហើយនឹងជីរណាបងប្អូនចាហើយខ្ទឹមក្រហមខ្ទឹមសម្ទេសអញ្ចឹងទៅចាហើយសម្រាប់កោះមាន់នេះគឺនាងខ្ញុំទិញគេចំនួន5000បងប្អូនចាចំនួន5000នេះគឺច្រើនមែនតើអញ្ចឹងហើយនាងខ្ញុំក៏មកចែករំលែកការស្ងោរស៊ុបអញ្ចឹងណាចាបងប្អូនលាងទឹកលេឲ្យបានស្អាតចាំបាច់ទឹកអំបិល3 4 5ទឹកអញ្ចឹងណាបងប្អូនដើម្បីឲ្យកោះមាន់យើងនឹងបានស្អាតល្អហើយបន្តមកទៀតគឺធ្វើការស្ដាំទឹកយើងឲ្យមកល្មមអញ្ចឹងណាស្ងោរកោះមាន់យើងឲ្យបានឆ្អិនណាបងប្អូនចាដូចស្ងោរឲ្យឆ្អិនដូចជំរះឲ្យបានស្អាតអញ្ចឹងបងប្អូនចាគ្រឿងក្នុងមាន់យើងត្រូវតែធ្វើឲ្យបានស្អាតអញ្ចឹងត្រង់ចំណុចនេះបងប្អូនធ្វើការស្រោក៏បានស្ងោរឆ្អិនដូចនាងខ្ញុំក៏បានហើយចាជំរះឲ្យបានស្អាតល្អអញ្ចឹងណាចាហើយសម្រាប់ក្នុងការហាន់កោះមាន់វិញគឺបងប្អូនហាន់តាមការចូលចិត្តអញ្ចឹងណាហាន់មិនក៏បានដែរតាមការចូលចិត្តអញ្ចឹងទៅចាហើយសម្រាប់បន្លែវិញគឺអ្នកខ្ញុំហាន់បែបនេះផ្សិតយើងនឹងពុះជា2អញ្ចឹងណាបងប្អូនចាលាងទឹកឲ្យហើយណាលាងទឹកឲ្យបានស្អាតចាំយកមកកាន់អញ្ចឹងណាពេញប៉ោះក៏អញ្ចឹងដែរបងប្អូនហាន់តាមការចូលចិត្តអញ្ចឹងទៅហើយគ្រឿងដែលធ្វើឲ្យទឹកសឡោយើងឈ្ងុយខ្លាំងមែនតើហើយរសជាតិឆ្ងាញ់ក្លិនដែរប្រហែលផ្ទះ2ផ្ទះ3អញ្ចឹងណាបងប្អូនចាមានដូចជាខ្ញីខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសក្រៀមណាបងប្អូនចាហើយដែលធ្វើឲ្យទឹកសឡុងយើងឈ្ងុយចាមានដូចជាជីនឹងវងហើយនឹងម្អមហើយនឹងម្ទេសស្រស់ចាហើយសម្រាប់ម្អមបងប្អូនអត់ចូលចិត្តមិនបាច់ដាក់ក៏បានដែរណាបងប្អូនចាតែបើចូលចិត្តដាក់ទៅគឺរសជាតិឈ្ងុយហើយឆ្ងាញ់អញ្ចឹងណាចាតោះទស្សនាទាំងអស់គ្នាបន្តទៀតបងប្អូនដាក់ប្រេងឆាយើងឲ្យក្តៅបន្តមកទៀតដាក់ខ្ញីម្ទេសក្រៀមខ្ទឹមសខ្ទឹមក្រហមហ្នឹងណាបងប្អូនធ្វើការរំលីងឡើងឈ្ងុយឲ្យឈ្ងុយបន្តិចទៅធ្វើការដាក់បន្លែវិញប៉ោះយើងចូលតែម្ដងចាហើយបន្តទៅទៀតហ្នឹងធ្វើការជោគចុះឡើងទៅលីងចុះលីងឡើងមកនាទីអញ្ចឹងណាបងប្អូនចា1នាទីអីអញ្ចឹងទៅដើម្បីឲ្យឈ្ងុយជាមួយនឹងគ្រឿងប៉េងប៉ោះយើងអីអញ្ចឹងណាចាហើយនេះខ្ញុំបានបន្ថែមជាម្ទេសឆ្អើរបងប្អូនម្ទេសឆ្អើរហ្នឹងបងប្អូនមានបងប្អូនត្រាំទឹកឲ្យបានស្អាតហើយច្រាំអញ្ចឹងណាបើបងប្អូនមានដូចថាទិញកំប៉ុងទុកដូចនាងខ្ញុំបងប្អូនដាក់មកចុងស្ព្រាបាយចាក់ដូចនាងខ្ញុំអញ្ចឹងមកឲ្យធ្វើការរំលីងទៅណារំលីងឲ្យឡើងឈ្ងុយបន្តិចគឺធ្វើការបន្ថែមទឹកស្អាតជាងមកចាត្រង់ចំណុចក្នុងការថែមទឹកគឺបងប្អូនថែមទឹកបរិមាណឲ្យស្មើទឹកស្មើកាក់ស្មើសាច់អីអញ្ចឹងណាបងប្អូនចាកុំយករាវពេកទេបងប្អូនយកមកល្មមដែរយើងត្រូវញ៉ាំអញ្ចឹងញ៉ាំខាប់បានឆ្ងាញ់ចាបងប្អូនរងាស់ទឹកសឡយើង1នាទីឲ្យពុះអញ្ចឹងណាបងប្អូនចាហើយធ្វើការដាក់កោះមាន់យើងចូលមកតែម្ដងមកហើយផ្សំគ្រឿងរួមទាំងអស់តែម្ដងណាបងប្អូនចាអំបិលសយើងហ្នឹងអំបិលម៉ត់ហ្នឹងគឺមកចាប់អីចឹងទៅហើយទឹកត្រីយើងហ្នឹងមកច្រូចអីចឹងណាបងប្អូនចាម្សៅស៊ុបហ្នឹងចុងស្ព្រាបាយមកណាហើយស្ករសកន្លះស្ព្រាបាយហើយប៊ីចេងយើងហ្នឹងចុងស្ព្រាបាយទៅហើយមកចាប់អីចឹងទៅសម្រាប់ប៊ីចេងពុកម៉ែបងប្អូនអត់ភាសាបងប្អូនបាច់ដាក់ទេណាចាហើយធ្វើការក្របណាបងប្អូនក្របដាក់រងាស់ឲ្យពុះមកបន្តិចទៅចាឥឡូវហ្នឹងទឹកសឡរបស់នេះខ្ញុំពុះក្រាក់តែម្ដងចាអូយគួរឲ្យចង់ញ៉ាំមែនតើបងប្អូនរសជាតិគឺឆ្ងាញ់ណាចាជូរហឹរស្ងោរស៊ុបប៉េងប៉ោះជាមួយនឹងគ្រឿងក្នុងវាប្រភេទកោះមាន់គឺរសជាតិឆ្ងាញ់ចាបងប្អូនដាក់ផ្សិតច្បើងយើងចូលមកណាចាហើយធ្វើការរងាស់បន្ថែមទៅមកពុះអញ្ចឹងទៅតែ1នាទីអត់ដល់1នាទីគឺពុះហើយបងប្អូនចាពេលដល់ពុះហើយគឺបងប្អូនដូចថាមើលទៅភ្លុករសជាតិទៅណាភ្លុករសជាតិតាមការចូលចិត្តទៅស្ទើរអីបងប្អូនថែមថយតាមហ្នឹងណាត្រង់ចំណុចហ្នឹងហើយបន្តទៀតធ្វើការដាក់ស្លឹកខ្ទឹមហើយនឹងម្អមយើងចូលមកណាបងប្អូនចាដាក់ចូលមកបងប្អូនហើយត្រង់ចំណុចនេះដូចនេះខ្ញុំបានបញ្ជាក់អញ្ចឹងបងប្អូនភ្លុករសជាតិតាមការចូលចិត្តស្ទើរអីខ្វះអីគឺថែមថយតាមហ្នឹងអញ្ចឹងណាអូយឆ្ងាញ់ខ្លាំងណាបងប្អូនស្ងោរស៊ុបប៉េងប៉ោះដែលបន្ថែមដោយសាច់ដូចជាគ្រឿងក្នុងកោះមាន់បងប្អូនដែលអត់ធ្លាប់អាចសាកបានរសជាតិគឺឆ្ងាញ់ចាឥ
ឥឡូវការចែករំលែកស្ងោរស៊ុបកោះមួនរបស់អ្នកខ្ញុំគឺឈានចូលដល់ទីបញ្ចប់ហើយអ្នកខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាពិតជាពេញចិត្តនៅមុខម្ហូបថ្មីរបស់អ្នកខ្ញុំដែលបងប្អូនអត់ធ្លាប់បានធ្វើអត់ធ្លាប់បានញ៉ាំអាចសាកបានរសជាតិគឺឆ្ងាញ់ចាប្រសិនបើពុកម៉ែបងប្អូនមានមតិយោបល់ឬក៏ចម្ងល់អ្វីបងប្អូនអាចសរសេរ comment សួរអ្នកខ្ញុំខាងក្រោមបានណាបងប្អូនចាវីដេអូរបស់អ្នកខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេចណា subscribe លើ channel YouTube ចុចលើរូបកណ្ដឹងឲ្យអ្នកខ្ញុំម្នាក់មួយផងណាដើម្បីទទួលពីវីដេអូថ្មីមុខម្ហូបថ្មីអញ្ចឹងណាបងប្អូនចាកុំភ្លេច like share ទាំងអស់គ្នាបងប្អូនប្រសិនបើពុកម៉ែបងប្អូនពេញចិត្តនៅវីដេអូដែលនៅខ្ញុំចែករំលែកនៅថ្ងៃនេះអញ្ចឹងណាសូមអរគុណសូមជម្រាបលាចាំជួបគ្នានៅវីដេអូក្រោយ